សួស្តីបងប្អូនទាំងអស់គ្នាជួបគ្នាសាជាថ្មីជាមួយនឹងវីដេអូសម្រាប់រឿងបល្ល័ង្កស្ដេចដាវភាគទី21លីខងក៏បានផ្ញើផ្អើទៅនាងគឺជាព្រះនាងដែលជាបុត្រីរបស់ស្ដេចផ្កាយហើយមានឈ្មោះល្បីដូចជាព្រះនាងមីងជាដែរយីហោក៏បានតបលោកពិតជាបានដឹងច្រើនមែនប៉ុន្តែគួរឲ្យសោកស្ដាយខ្ញុំគឺមិនចាប់អារម្មណ៍ជាមួយនឹងលោកនោះទេពួកគេទាំងអស់គ្នាហាអ៊ីប៉ៃសុំទៅផងខ្ញុំគឺមិនចាប់អារម្មណ៍រឿងគ្រួសាររបស់នាងនោះទេសូមនាងត្រឡប់ទៅវិញចុះនាងអត់ក៏បានហៅបងប្រុសហេតុអ្វីបានជាបងមិនចាប់អារម្មណ៍ជាមួយនឹងបងស្រីសានអញ្ចឹងបងស្រីទោះគេស្អាតល្អប៉ុណ្ណាក៏ដោយប៉ុន្តែវាមិនពាក់ព័ន្ធអ្វីជាមួយនឹងបងនោះទេបងគឺមាននរណាម្នាក់ដែលបងចូលចិត្តរួចទៅហើយនាងលិនតើវាអាចទៅរួចដោយរបៀបណាទៅខ្ញុំមិនដែលបានឮបងនិយាយអំពីនាងនោះទេហើយនាងគឺជានរណាដែរអ៊ីប៉ាយក៏បានប្រាប់នាងមានឈ្មោះថាជាងមីងយាឯងនឹងបានជួបនាងនៅពេលឆាប់ៗនេះយីហោក៏បានញញឹមបន្តិចលោកពិតជាមានកសែភ្នែកល្អមែនប៉ុន្តែប៉ុននាងមីងយាគឺជាប៉ុននាងពិតនៃឋានសួគ៌តើនាងនឹងចូលចិត្តលោកដែរឬទេអ៊ីប៉ាយក៏បានតបទៅនាងទោះបីជាខ្ញុំព្យាយាមឬក៏អត់នោះវាគឺជារឿងរបស់ខ្ញុំនាងស្រឡាញ់ឬក៏មិនស្រឡាញ់នោះវាគឺជារឿងរបស់នាងយីហោក៏បានឆ្លើយល្អលោកពិតជាក្លាហានពួកយើងនឹងជួបគ្នាម្ដងទៀតនាងក៏បានដើរចាក់ចែងរួមទាំងប្រាប់ថាចងចាំឈ្មោះរបស់ខ្ញុំគឺស៊ីងយីហោអ៊ីប៉ាយក៏បានហៅពួកគេទាំងពីរឬក៏បានខ្សឹបទៅមកតាមខ្ញុំគឺមានរបបល្អសម្រាប់ឲ្យពួកឯងទាំងពីររួចអ៊ីប៉ាយក៏បានប្រាជ្ញរស័លបង្ហាញពួកគេទីនេះគឺមានទឹកវិញ្ញាណឫស្សីច្រើនណាស់ពួកឯងគឺអាចចូលទៅត្រាំខ្លួនបានវាអាចជួយពង្រឹងរាងកាយនិងធ្វើឲ្យឆ្អឹងរបស់យើងនឹងគឺកាន់តែល្អប្រសើរនាងល្អិតក៏បានលន់មាត់ទឹកវិញ្ញាណឫស្សីយ៉ាងច្រើនលីខងក៏បានសួរតែឯងប្រកាសដែរឬទេថាចង់ឲ្យពួកយើងគឺត្រាំទឹកនេះអ៊ីប៉ាយក៏បានតបមែនហើយប៉ុន្តែខ្ញុំគិតថាយើងគួរតែឲ្យឆាវនឹងគឺងូតមុនទៅយ៉ាងណានាងក៏ជាក្មេងស្រីម្នាក់ដែរនាងល្អិតក៏បានតបបំភ្លេចវាចោះទុកឲ្យលបងលីគាត់ចូលទៅខ្ញុំគឺមិនចាំបាច់នោះទេអ៊ីប៉ាយក៏បានហៅបងស្រីឆាវខ្ញុំគឺដឹងថាឯងនឹងគឺមានសមត្ថភាពណាស់ប៉ុន្តែទឹកឫស្សីនៅទីនេះវាមានប្រសិទ្ធភាពមិនធម្មតានោះទេវាពិតជាផ្ដល់អត្ថប្រយោជន៍ដល់មនុស្សគ្រប់គ្នាជាពិសេសនោះគឺសម្រាប់ក្មេងដូចជាឯងត្រាំម្ដងនឹងទទួលបានប្រសិទ្ធភាពកាន់តែខ្លាំងនាងល្អិតក៏បានតបមិនដៃទេអញ្ចឹងខ្ញុំនឹងសាកល្បងមុនប៉ុន្តែពួកយើងកុំសង្ឃឹមទៅលើវាពេកអីនាងក៏បានដោះស្បែកជើងចូលទៅត្រាំទឹកជុំវិញខ្លួនរបស់នាងក៏បានបញ្ចេញនូវថាមពលយ៉ាងខ្លាំងរួមទាំងផ្លែដាវផងដែរលីខងក៏បានភ្ញាក់ផ្អើលតាមពិតវាគឺជាឆ្អឹងដាវ10កណាត់អ៊ីប៉ាយមិនឆ្ងល់នោះទេដែលក្មេងស្រីនេះមានទំនុកចិត្តនិងជឿជាក់ខ្លាំងនោះនេះគឺជាឆ្អឹងដាវលំដាប់កំពូលមួយនៅក្នុងចំណោម1លានព្រះដែលកើតឡើងដោយធម្មជាតិមានឬមិនមានទឹកខាងវិញ្ញាណដើម្បីសម្អាតគូឆ្អឹងឬអត់នោះគឺវាមិនសូវសំខាន់ប៉ុន្មាននោះទេនាងល្អិតក៏បានឡើងមកវិញមិនអន់នោះទេវាពិតជាជួយពង្រឹងកម្លាំងរបស់ខ្ញុំបន្តិចដែរសើប៉ាយក៏បាននិយាយនាងល្អិតពិតជាលាក់បានជ្រៅល្អមែនឆាប់ប្រាប់មកតែឯងនឹងគឺមកពីណានាងល្អិតអាយ៉ាបងប្រុសកំសួរអីទោះជាយ៉ាងណាក៏ដោយខ្ញុំក៏មិនធ្វើបាបបងនោះដែរអ៊ីប៉ាយក្រវីក្បាលបន្តិចរួចក៏បានថាទៅលីខងដល់វេនឯងហើយគេក៏បានចូលទៅត្រាំទឹកចំហាយថាពលក៏បានសាយភាយដាវមួយដើមក៏បានបង្ហាញខ្លួនដូចគ្នារួចគេក៏បានថាទីបំផុតគឺខ្ញុំបានឈានចូលទៅក្នុងឆ្អឹងដាវទី6ហើយក្រោយមកគេក៏បានឡើងមកវិញរួចក៏បានធ្វើការគោរពទៅកាន់ចាងអ៊ីប៉ាយលោកម្ចាស់ចាប់ពីពេលនេះតទៅលោកនឹងក្លាយជាអ្នកមានគុណរបស់ខ្ញុំហើយខ្ញុំពិតជានឹងសងលោកវិញអ៊ីប៉ាយក៏បានតបវាមិនជាអ្វីនោះទេបន្ទាប់ពីនេះពួកយើងនឹងទៅកាន់ភាសាឬយវងនៅក្នុងពេលឆាប់ៗនេះខ្ញុំមានបំណងផ្ទេរមរតករបស់ខ្ញុំដែលទើបតែនឹងទទួលទៅកាន់ពួកឯងនាងល្អិតក៏បានថាទៅបងប្រុសខ្ញុំជប់ពីបំណងរបស់បងប៉ុន្តែក្មេងស្រីម្នាក់នេះគឺជាក្មេងពូកែម្នាក់ខ្ញុំនឹងបង្កើតផ្លូវដើររបស់ខ្ញុំគឺមិនត្រូវការទទួលមរតកពីអ្នកដទៃនោះទេលីខងប្រងតែនឹងនិយាយតែអ៊ីប៉ាយក៏បានទះស្មាទៅលោកគ្រូរបស់ខ្ញុំធ្លាប់បាននិយាយថាផ្លូវនៃការវឹកហាត់ដើរគឺទូលំទូលាយណាស់ដោយមិនគិតពីផ្លូវផ្សេងគ្នានោះទេសំខាន់គឺដល់គោលដៅដូចគ្នាខ្ញុំគឺមិនចង់ឲ្យប្រពៃណីទាំងអស់នេះគឺបានបាត់បង់នោះទេការដែលមានមនុស្សម្នាក់ទៀតដើម្បីទទួលបាននូវមរតកវាមិនមែនជារឿងអាក្រក់ឡើយលីខងក៏បានឆ្លើយល្អខ្ញុំបដិញ្ញាចិត្តថានឹងរៀនពីចំណុចខ្លាំងនៃគំនិតទាំងអស់ដើម្បីបង្កើតផ្លូវដើរដោយខ្លួនឯងដោយផ្ទាល់យើងគិតនៅមើលរាជវាំងពនាងមីងយាកំពុងតែធ្វើការវឹកហាត់យីហោក៏បានហៅពនាងមីងយាក្បាច់ទេពអក្សរបាយផ្ការបស់ព្រះនាងគឺអស្ចារ្យណាស់ខ្ញុំខ្លាចថាព្រះនាងគឺបានឈានដល់កម្រិតកំពូលល្អឥតខ្ចោះទៅហើយព្រះនាងមីងយាតើខ្យល់អ្វីដែលនាំបងស្រីយីហោមកទីនេះយីហោក៏បានតបខ្ញុំគ្រាន់តែនឹកព្រះនាងមីងយាក៏បានសើចបន្តិចឬក៏បានថាមិនមានអ្នកផ្សេងនៅទីនេះនោះទេបងគួរតែហៅខ្ញុំថាបងស្រីទៅល្អបងស្រីល្អរបស់ខ្ញុំតែឯងនឹងគឺមិនអីនោះទេចាប់តាំងតែវាឯងបានរត់គេចពីមង្គលការរបស់ឯងមកតែឯងនឹងគឺបានជួបរឿងដែលគួរឲ្យចាប់អារម្មណ៍ដែរឬទេមីងយាក៏បានប្រាប់ខាងក្រៅគួរឲ្យចាប់អារម្មណ៍ជាងនៅក្នុងរាជវាំងទៅទៀតហើយកម្លាំងរបស់ខ្ញុំក៏កាន់តែប្រសើរឡើងជាងមុនខ្ញុំគឺបានឈានដល់កម្រិតអ្នកវឹកហាត់ដើរកម្រិតទី6ហើយខ្ញុំជឿថាខ្ញុំនឹងមិនចំណាយពេលយូរទៀតនោះទេខ្ញុំប្រកាសជាអាចតាមទាន់បងស្រីហើយឈានដល់អាណាចក្រស្រេចដើរដូចបងដែរយីហោក៏បានតបតែពិតទេឯងគឺបានកាត់មកជាមួយនឹងឆ្អឹងដើមទាំង9ទៅហើយវាជារឿងធម្មតានោះទេដែលឯងនឹងហាត់ទៅលឿនលឿនបែបនេះនោះបើមិនដូច្នេះនោះទេធូប៉ាជីងយ៉ងគឺមិនឆ្លងវែងជាមួយនឹងឯងនោះឡើយដែលធ្វើឲ្យព្រឹត្តិការណ៍របស់គេទៅស្នើសុំរៀបការពីព្រះអង្គមីងយាក៏បានឆ្លើយប៉ុន្តែខ្ញុំគឺមិនចូលចិត្តគេទាល់តែសោះខ្ញុំគឺមិនរៀបការជាមួយនឹងគេនោះឡើយយីហោក៏បានកវីក្បាលបន្តិចខ្ញុំមិនដឹងថាឯងនឹងកំពុងតែគិតអ្វីនោះទេគេគឺជាជំរឿនដ៏ល្អមួយទាំងរូបរាងនិងសមត្ថភាពរួមទាំងសាវតាគ្រួសារនោះគេគឺសុទ្ធតែល្អ
ប្រសិនមកជាខ្ញុំមករៀបការជាមួយនឹងគេនៅពេលអនាគតនោះខ្ញុំនឹងក្លាយទៅជាស្រីដ៏មានឥទ្ធិពលម្នាក់ហើយអ្វីបានជាឯងនឹងមកចូលចិត្តគេមីងនិយាយដល់ដង្ហើមតែបន្តិចបងស្រីស្នេហាមិនមែនថាយើងអាចនៅជាមួយគ្នាដោយសារតែការពូកែឋានៈគ្រួសារនោះទេខ្ញុំគ្រាន់តែមានអារម្មណ៍ថាមិនស្រួលពេលនៅក្បែរគេធ្វើឲ្យអារម្មណ៍របស់ខ្ញុំគឺមិនល្អយ៉ាងខ្លាំងយ៉ាងណាក៏ដោយខ្ញុំត្រូវតែរៀបការជាមួយនឹងមនុស្សដែលខ្ញុំស្រឡាញ់ហើយគេស្រឡាញ់ខ្ញុំនេះគឺជារបៀបដែលយើងអាចនៅជាមួយនឹងគ្នាបានជារៀងរហូតយូរហោះក៏បានបន្តមនុស្សដែលមានឋានៈដូចយើងតើវាពិតជាអាចជួបមនុស្សបែបនេះដែរឬទេមីងជាក៏បានថាឈប់និយាយអំពីខ្ញុំទៅបងស្រីតើចៅឈិននឹងគឺមិនប្រកែទេឬហើយអ្វីបានជាបងមិនយល់ព្រមតាមសំណើរបស់គេយីហោះនាងល្អិតឯងមិនយល់ថាទំនាក់ទំនងរបស់ខ្ញុំជាមួយនឹងគេគឺជាអ្វីទេមិនហើយបងស្រីតើឯងនឹងគឺស្គាល់មនុស្សម្នាក់ឈ្មោះថាចានអ៊ីប៉ៃដែរទេតើបងស្រីស្គាល់ឈ្មោះនេះដោយរបៀបណាតើបងបានជួបគាត់តែមែនទេយីហោះក៏បានតបទៅឯងពិតជាបានស្គាល់គេមែនមីងយីហោះក៏បានថាអញ្ចឹងគឺត្រូវហើយខ្ញុំទើបតែជួបគេម្សិលមិញប៉ុន្តែគេក៏បានធ្វើឲ្យចៅឈិនខឹងខ្ញុំគិតថាគេនឹងមិនហ៊ានមករីកវាំងនោះទេមីងយីក៏បានស្ទូងើបចៅឈិនតែចៅឈិននឹងគឺបានធ្វើអ្វីចំពោះគេមិនហើយខ្ញុំតែស្វែងរកគេបងស្រីសូមប្រាប់ខ្ញុំអំពីកន្លែងរបស់គេមកនាងក៏បានខ្សឹបប្រាប់ទៅគេនៅព្រៃឫស្សីយើងកាន់មកមើលមេតបទូប៉ាខ្ញុំគឺបានឮថាឯងនឹងក៏បានទៅព្រៃឫស្សីកាលពីម្សិលមិញតាមមរតកស្រេចដោយសភាពអារម្មណ៍មិនមែនជារបស់ឯងទេចៅឈិនក៏បានតបប្រសិនមកយើងខ្ញុំទទួលបានវានោះខ្ញុំនឹងខ្លាយទៅជាម្ចាស់ព្រៃឫស្សីនោះទៅហើយខ្ញុំនឹងមិនមានពេលមកទៅជែកជាមួយនឹងឯងនោះទេវាពិតជាគួរឲ្យស្អប់មែនបើសិនជាគ្មាននរណាម្នាក់ធ្វើឲ្យខ្ញុំអាម៉ាស់នៅមុខយីហោះមិនយូរមិនឆាប់ខ្ញុំនឹងសងសឹករឿងនេះយីយ៉ងក៏បានតបតែវាអាចជាស្ដេចដាវចាស់ដែលលាក់ខ្លួនណាទេចៅឈិនក៏បានថាវាជាការល្អបើសិនមកជាស្ដេចដាវចាស់គួរឲ្យស្ដាយណាស់គេមើលទៅគឺក្មេងជាងខ្ញុំពី3ឆ្នាំយីយ៉ងឮបែបហ្នឹងក៏រៀងខឹងបន្តិចតើគេនោះឈ្មោះអ្វីដែរប៉ុន្តែខ្ញុំស្គាល់គេមានឈ្មោះថាចិនអ៊ីប៉ៃគេគឺមានមុខស្អាតគ្រាន់តែគេមុខវាធ្វើឲ្យខ្ញុំខឹងខ្លាំងណាស់យីយ៉ងក៏រៀងខឹងបន្តិចគេពិតជាហ៊ានមករីកវាំងមែនចៅឈិនក៏បានសួរបញ្ជាក់លបងទូប៉ាតើស្គាល់មនុស្សម្នាក់នេះដែរលើសពីស្គាល់ទៅទៀតរឿងរ៉ាវគឺវាពិបាកពន្យល់បន្តិចចៅចិនក៏បានសើចបន្តិចទូប៉ាក៏បានថាមកជាមួយខ្ញុំទៅព្រៃរិស័យខ្ញុំចង់ឃើញសមត្ថភាពគេនៅពេលនេះថាជាអ្វីចៅចិនក៏បានស្រែកលបងចាំខ្ញុំផងយើងក៏បានឃើញថាសាច់រឿងរបស់យើងក៏បានឈានដល់ទីបញ្ចប់ជាចុងក្រោយបើសិនជាមានពាក្យពេចន៍លើលូខ្វះខាតកន្លែងណាមួយក៏សូមបងប្អូនអធិស្ឋានជួបគ្នានៅពេលក្រោយ